ว้าเฮ้ยน่าตาโซน่าลืมไตลางเตอร์นะฉันเอาดำไรดอนจะหาสับดำไรเนาะខ្ញុំព្រឹកភ្នែកទៀតដឹងសម្លាញ់សម្លាញ់មានចិត្តចង់ទាត់បានទេតើសូណាយប់នេះបញ្ញាប្រគល់តំណែងឲ្យគេណាអាចធ្វើការបន្ថែមមកបានទេបានអត់បញ្ហាទេតែខ្ញុំនិយាយបន្តិចប៉ុន្តែជើងខ្ញុំលឿនណាស់ឯបកាយជើងណាប្រើជើងឲ្យខ្លាំងតិចទៅបានប៉ុន្តែខ្ញុំសួរលោកណាមានតែមួយនោះដែរទេ$15គួរស្ដាយមែនបើទាត់សំខាន់គឺបញ្ជូនឈប់បណ្ដាលឲ្យអ្នកសុទ្ធដូច្នេះយើងត្រូវចាប់ផ្ដើមពីមូលដ្ឋានគ្រឹះមូលដ្ឋានគ្រឹះពួកខ្ញុំចេះច្បាស់ណាស់អត់បញ្ហាទេអត់បញ្ហាហ៎ចឹងឲ្យសាក់មើលទៅរត់គេរត់ទៅដល់ហើយរត់ហើយអត់មកវិញទេបាទបាយទេតោះយើងហាត់តទៀតប៉ុន្តែម្ដាយខ្ញុំថាខ្ញុំទៅហូបបាយហូបបាយស្អីយីម្ដងទៀតទៅមើលម៉ាក់ខ្ញុំក៏ថាខ្ញុំទៅហូបបាយដែរអូយបានហើយទៅចុះមកខ្ញុំតន់មកផងទៅបានទេអាចចង់តន់បានហើយនេះជាគេបន្ថែមខ្ញុំតាំងតូចហ៎បាទចុះចាប់ដើមតែខ្ញុំត្រូវធ្វើការទៀតណាលោកយ៉ាងម៉េចចេះមកប្រហែលចេញមកវិញយកមក8បានទេបានយកមក8ក៏បានដែរខ្ញុំចាំរបស់នៅទីនោះណាខ្ញុំចាំអីចឹងមិនអីទេខ្ញុំចាំនៅទីនោះក៏បានអត់បញ្ហាទេបាទអសោះទៅចុះទៅសោះតែគេនោះជាដណ្ដើទៅដូចជាមិនជាសិស្សរបស់យើងទេបើជាចាំមែនមើលស្រួលបួលខ្ញុំមិនចង់អ្នកផ្សេងលួចពីតម្រេះរបស់យើងទេហើយបំផ្លាញគេឈ្មោះរបស់យើងដឹងទេហ្នឹងហើយវិជាគុណពិសេសរបស់ខ្ញុំឆ្លងកាត់ការពិសោធន៍អស់រយៈពេលជាច្រើនឆ្នាំមកនេះគឺរឿងយកស្នេហ៍ល្អៗរបស់ប៉ាហ៊ូសានអ៊ូតាំងប៉ាសាវលីងប៉ាអឺមីរួមទាំងស្និតកន្ទ្រប់របស់ជប៉ុននិងបោកច្បាប់របស់ម៉ុងហ្គូលីហើយចំពោះអនុភាពនោះគឺពិតជាគួរឲ្យខ្លាចខ្លាំងណាស់ជាការប៉ុណ្ណាមិនចាំបាននិយាយទេប៉ុន្តែយើងគឺជាអ្នកហាត់គុណសំខាន់គឺត្រូវតែមានសុខភាពមាំមួនมันអាចយកដៃវាយគ្នាប្រេះប្រាស់បានទេលឺទេបាទលឺហើយអ្នកដែលហាត់វិជាគុណប្រកាសជាមិនចាំបាច់និយាយអីច្រើនទេស្មានថាឯងនឹងគឺជាក្រែរសើបង្វិលខ្លួនអាចបំភ័យខ្ញុំបានហើយនេះល្ងងមែនតើអ្នកកំឡោះខ្ញុំប្រាប់ឯងជាមុនទៅចោះណាឥឡូវនេះមានកិច្ចការដ៏មានអត្ថន័យច្រើនរងចាំឯងទៅធ្វើឯងត្រូវតែមានកម្លាំងច្រើនហើយគួរតែខំប្រឹងប្រែងដើម្បីសង្គមដែលគេកំពុងតែនិយមកុំនិយាយច្រើនឥឡូវណាប្រាប់ឈ្មោះភ្លាមមកយើងចំនួនទី18នៃរន្ទះជើងគ្រួសារថាមកប្រយុទ្ធជាមួយឯងបើវាយឈ្នះឯងត្រូវសារភាពថាឯងមិនឯងគូគ្រួសារខាងយើងទេឯស្មានថាឈ្មោះដែលជាគ្រូរន្ទះហុងកុងក្វាងតុងនេះគឺគ្រាន់តែមានតែឈ្មោះទេមែនទេហើយនាំគ្នាថ្លៃចេញបើមិនបញ្ចេញថ្មីដៃដល់ខ្លះទេគេប្រកាសជាមិនដឹងថាយើងអស់ចាយណាទេឯមើលទៅខាងនោះចូលដល់គ្នាភ្លាមបើប្រាក់ស្នេះមិនតាត់បានច្បាស់ជាខ្លាំងជាងគេតែនិយាយថាមិនប្រើវិធីបិទចិត្តចោលទេយើងមិនដឹងថាឯងមិនចេះកិច្ចហើយមិនចេះរត់ទៅតែយើងទាត់ឯងអញ្ចឹងឯងគួរតែរកបែបនេះវិញអញ្ចឹងគួរធ្វើយ៉ាងម៉េចទៅគួរទៅបែបនេះទៅបែបហ្នឹងហើយទៅបែបហ្នឹងហើយយើងទាត់ឯងម្ដងទៀតបាទអញ្ចឹងខ្ញុំសាកមើលសិនណាសាកមើលសិនមកទប់អីចូលចំកន្លែងអូយកន្លែងគាត់ឲ្យខ្ញុំទប់ទេយើងនិយាយឯងត្រូវតែជឿអញ្ចឹងហ៎បាទម្ដងទៀតអញ្ចឹងម្ដងទៀតធ្វើយ៉ាងម៉េចទៅមកអូចំមិនដឹងថាឯងល្បីតែឈ្មោះតើពេលណាទើបយើងប្រកួតម្នាក់ទល់ម្នាក់ដែលពិតប្រាកដទៅឥឡូវនេះយើងប្រាប់ឯងឲ្យហើយណា
ឯងមិនអាចរក្សាអនាគតទេមិនអាចធ្វើរឿងបាបកម្មទៀតទេបើមិនចឹងទេយើងនឹងកម្ចាត់ជនអាក្រក់ ទៅ ហេអ្នកក្លាហានហេមែនទេហេមកនេះតាមមិនមានខ្មោចណោះឥឡូវខ្ញុំមិនតន់មកទៀតមិនគ្រប់ពាក្យសេចក្ដីសោះ ហីឡានថា ខ្ញុំនិយាយឲ្យថាមិនសំណាងដល់ម្លឹងទេពិភពលោកនេះគេមិនបោះបង់ឡើយសោះនាងស្អាតមែនតើ មនុស្សប្រុសអត់បានការមែនរូបសម្ផស្សស្អាតមិនចេះអស់សង្ឃឹមមកយន់តូចប៉ុណ្ណឹងហ៎អេបន្ថែមដំឡូងពីរដុំទៀតទៅយ៉ាខ្ញុំមិនសូវមានតម្លៃទេថែមម្ដុំទៀតទៅណា នេះតើយ៉ាងនេះតាមខ្ញុំស្អីនឹង លោកពូជាកូនកាត់ទេ កូនកាត់ស្អីទៅខ្ញុំមិនដឹងថានាងចង់និយាយពីអ្វីទេកុំសើចចំអកខ្ញុំ ខ្ញុំសប្បាយចិត្តណាស់ព្រោះថាខ្ញុំមិនអាចឃើញកូនកាត់លោកពូប្រកាសនិយាយអង់គ្លេសណាស់មែនទេ មិនមែនទេ អូខ្ញុំដឹងហើយលោកនិយាយភាសាបារាំងបងសួរកុំមកអាលីវូ បងសួរបងមីបងស្រីអីទេត្រឹមតែចេញ លោកប្រកាសមែនណា ខ្ញុំមិនចេះស្អីទេខ្ញុំចេះតែនិយាយទេ នេះលោកតាណាហើយលោកដើររកអីខ្ញុំអាចជួយលោកបានណាខ្ញុំស្គាល់ទីនេះច្បាស់លោកប្រាប់ខ្ញុំមក ប៉ុន្មាន ត្រូវហើយខ្ញុំជាប្រធានក្រុមនៃសមាគមហ្វូលីនៅក្នុងតំបន់នេះណាខ្ញុំមានភារកិច្ចជំរុញផ្នែកទេសចរ អញ្ចឹងបាទខ្ញុំចង់រំលឹកម្នាក់សក់គេខ្លីហើយច្រមុះភ្នែកគេធំហើយមានស្នាមខូចពីរប្រហែលជាស្រីក៏ប៉ុន្តែរស់រាងដូចជាប្រុសហើយមានត្រង់ឃើញទេត្រង់ឃើញទេ លោកស្រឡាញ់ប្រុសដូចគ្នាហ៎ ឡប់ស្ទេកខ្ញុំរកគេទាត់បានតា អូតើបានកាន់តែវីវ៉ម្ដាយខ្ញុំថាថ្ងៃក្រោយទោះជារៀបការជាមួយអ្នកលក់បន្លែក៏ដោយលក់ត្រីក៏ដោយតែដាច់ខាតមិនអាចរៀបការ ខ្ញុំចង់និយាយជាមួយនាងទេរៀបការស្អីទៅ នេះហេ យ៉ាងម៉េចទៀតហើយ ស្រីនោះខ្ញុំមិនស្គាល់ទេប៉ុន្តែមានប្រុសម្នាក់គេពូកែទាត់បានណាតើលោកចាំស្គាល់ទេ ឥឡូវនេះខ្ញុំមិនទាន់ដឹងថានាងឈ្មោះទេ ខ្ញុំឈ្មោះត្រាប់គំរក់ ឈ្មោះរបស់នាងគឺ យ៉ាងមិនសាហាវពេកធ្វើលោកភ័យហ៎ ខ្លះដែរ អេគឺខាងនោះ ល្អពិតជាថ្មីដៃល្អមែនបើខ្ញុំចាំមកខុសទេការប្រកួតនៅឆ្នាំ1970ប្រេស៊ីឈ្នះអ៊ីតាលី4-1គឺគេលេរបៀបនេះទៅបានឈ្នះមកគ្រាប់នោះណា ត្រូវហើយតែសប្តាហ៍មុនក្រុមស៊ីឈ្មោះហ្វៃហួយពេលបណ្ដាផុតខ្សែកណ្ដាលខ្សែប្រយុទ្ធអ៊ីងណាឈ្មោះគូជីងហ្វាងបណ្ដាផុតខ្សែកណ្ដាលនៅនាទីទី36គេចង់ប្រាស្រ័យនេះដែរប៉ុន្តែធ្វើឯរបស់គេមិនល្អទេ ក្រុមបាល់ទាត់អត់ដំណឹងក៏លោកចាក់អារម្មណ៍ដែរសំណាងឲ្យខ្ញុំបានមើលដែរនោះបើតាមខ្ញុំយល់បើគេមិនប្រើក្បាលខាងឆ្វេងហើយប្រើខាងស្ដាំតែនោះគ្រាប់បាល់ច្បាស់ជាមានសង្ឃឹមថាចូលហើយ ខុសហើយខ្ញុំមិនឯកភាពនឹងគំនិតរបស់លោកទេពីព្រោះមុនការប្រកួត3សប្តាហ៍គេឆ្លោះដៃខាងស្ដាំរបស់គេ មុន3សប្តាហ៍ជំងឺអ្វីក៏អាចជាដែរ ខ្ញុំមិនបាននិយាយចឹងទេពីព្រោះនៅក្នុងក្រុមអ្នកគ្រប់គ្រងបាល់ទាត់សប្តាហ៍ទី123នៅក្នុងឯកសារសំខាន់នៃអ្នកយកព័ត៌មានបាល់ទាត់នៅក្នុងទំព័រទី56គាត់បាននិយាយថាមុនការប្រកួតមួយសប្តាហ៍ពួកគេអាចទៅមន្ទីរពេទ្យពិនិត្យសុខភាពឡើយតម្លៃពិនិត្យគឺ10យន់ លោកដឹងរឿងនេះទៀតផងហ៎បាទឥឡូវខ្ញុំសួរលោកបើលោកជ្រើសរើសយកការសម័យសម័យលោកជ្រើសរើសយកមួយណាទៅ មិនចាំបាននិយាយគឺការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ70ប្រេស៊ីជប់អ៊ីតាលីនោះគឺជាការប្រកួតដែលមានលុយហើយមិនអាចទិញសម្បត្តិមួយទៀត នេះអាចបានថាជាការប្រកួតភាពអស្ចារ្យនៅក្នុងភាពអស្ចារ្យហើយល្អមួយជាទីបំផុតធ្វើឲ្យបាត់ថាខ្សែការពាររបស់ប្រេស៊ីលហើយនឹងអ្នកបញ្ជូនបាល់នោះមានសមត្ថភាពសាមញ្ញក៏ប៉ុន្តែស្ដេចបាល់ទាត់ពើលេស្ថិតនៅក្នុងចំណោមកំពូលហើយខ្សែកណ្ដាលខ្សែប្រយុទ្ធជួរមុខរួមទាំងភីអាឆាភូអាថាលវីណូនិងប្រធានក្រុមអាបេតដូចជាកំភ្លើងធំដាក់ពីមុខអញ្ចឹងក្រុមអ៊ីតាលីគ្រាន់តែឃើញតុនដៃទុនជើងបាត់ទៅហើយនៅឆ្នាំនោះប្រេស៊ីលអាចទុកថា100ឆ្នាំបានមានម្ដងវាគឺជាការបង្កើតក្រុមដ៏អស្ចារ្យមួយដូច្នេះបានជាពួកគេនិយាយដល់អ៊ូតអេងកាំងថាខ្សែការពារចេញមកប្រមាណខ្សែប្រយុទ្ធចេញមកទាំងអស់ពើលេនៅរស់ទេបើមិនជឿទេសួរពើលេទៅ ត្រូវហើយខ្ញុំឯកភាពតាមកម្រិតរបស់លោកតែលោកកុំភ្លេចថាពេលនោះអ៊ីតាលីក៏ជាក្រុមបាល់ទាត់ដែលល្បីលីវូហ្វាទីបេខេនីពួកគេគឺអាចប្រៀបធៀបជាមួយនឹងសមាជិកខ្លះនៅក្នុងក្រុមរបស់ប្រេស៊ីលក្នុងការសុទ្ធជាបន្តបញ្ជាក់ថាស្មារតីរបស់ពួកគេសហការគ្នាបានល្អហើយចំពោះសមត្ថភាពរបស់គេប្រមូលផ្ដុំគ្នាគឺមិនអាចមើលងាយបានទេហើយនៅក្នុងរយៈពេល10នាទីដំបូងការប្រកួតរបស់ពួកគេគឺគ្រប់គ្រងលើការវាយប្រហាររបស់ប្រេស៊ីលទាំងស្រុងលោកកុំភ្លេចណាអ្នកសិទ្ធិបញ្ចូលទីដំបូងគឺជាលីវូបើគុំតែអ្នកចាំទីរបស់ប្រេស៊ីលឈ្មោះ Falcon នោះមកសង្គ្រោះតាន់អ៊ីតាលីច្បាស់ជាខ្លាចជាអ្នកនាំមុខដែលសម្បត្តិហើយ គំនិតរបស់លោកពិតជាល្អមែនក៏ប៉ុន្តែខ្ញុំមិនយល់សប្តិនឹងស្ដីរបស់លោកទេជាការពិតវគ្គដំបូងមើលទៅគេអាចមានសង្ឃឹមឈ្នះព្រោះគេមានខ្សែការពាររឹងមាំប៉ុន្តែព្រីស៊ីលបានវាយលុកយ៉ាងខ្លាំងទៅលើដៃគូរបស់គេដូច្នេះហើយអ្នកណាចាប់ផ្ដើមមុនអ្នកនោះជាអ្នកឈ្នះចាប់ផ្ដើមវគ្គទី2គ្រាន់តែកែបាល់ភ្លាមខូដូណាក៏យកបាល់បានហើយខូដូណាក៏បញ្ជូនបាល់ឲ្យហ្គូចាន់សិនក៏បញ្ជូនឲ្យទៅអាល់បេតក៏បញ្ជូនទៅខាងស្ដាំបន្ទាប់មកចាប់ផ្ដើមវាយលុកបន្ទាប់មកក៏បញ្ជូនឲ្យហ្គូសិនទៅខាងក្រៅវិញគ្រាប់ទី1គឺសុទ្ធពីខាងស្ដាំទៅធ្វើបាត់ថាបរាជ័យក៏ប៉ុន្តែអ៊ីតាលីគ្មានលទ្ធភាពវាយលុកទេក្រោយមកក៏ត្រូវអាល់បេតបញ្ឆោតចុះបញ្ឆោតឡើងសុទ្ធមកគ្រាប់បានយ៉ាងល្អត្រូវការខ្ញុំនិយាយតទៅទៀតទេកូនសម្លាញ់ហ៎ អូយល្អខ្លាំងណាស់
លោកឯងរៀបរាប់ពីសកម្មភាពតតក្នុងការប្រកួតទាំងមូលតាមលំដាប់បានក្នុងលោកនេះមនុស្សដោយលោកមានម្ចាស់ទេ លោកឯងដឹងថាខ្ញុំនិយាយត្រូវបានន័យថាលោកក៏ជាអ្នកខ្លាំងម្នាក់ដែរឥឡូវលោកឆ្លើយសំណួររបស់ខ្ញុំម្ដងខ្ញុំសួរលោកថាក្រុមបាល់ទាត់នឹងក្បួនប្រយុទ្ធល្អបំផុតនៅក្នុងសតវត្សនេះលោកពេញចិត្តនឹងជ្រើសរើសយកក្រុមណាលោកនិយាយទៅ ប្រទេសនីមួយៗមានអ្នកបកកាយរៀងៗខ្លួនហើយលោកស្រាប់តែសួរខ្ញុំអញ្ចឹងបានធ្វើខ្ញុំនៅឃើញការប្រកួតដែលជួយពិភពលោកនៅឆ្នាំ90ដែលធ្វើពិភពបាល់ទាត់ទាំងមូលស្វាប់នៃគ្រប់គ្នានោះគឺតោកំណាចអាហ្វ្រិក Michael Lin ឡោះនេះពិតជាគំនិតល្អមែនអ្នកទាំង12អ្នកនោះអាចទុកថាគឺជាអ្នកកែប្រែប្រវត្តិសាស្ត្របាល់ទាត់នៅអាហ្វ្រិកឡើងវិញកម្រិតកម្ពុជាដែលមហាជនស្ងៃសរសើរជាខ្លាំងគឺជាការរៀបចំក្បួនការពារដូចជាដៃថែបហើយនឹងខ្សែប្រយុទ្ធដូចជាក្របពេជ្រនៅក្នុងសម័យកាលនោះ ត្រូវហើយតែទោះបីជាពីមុនពួកគេមានភាពអស្ចារ្យប៉ុណ្ណាក៏ដោយក៏ពេលនេះពួកគេខ្លាចទៅជាអ្នកក្លាហានដែលត្រូវបាត់បង់គេឈ្មោះហើយនឹងឋានៈគ្មាននរណាអាចចងចាំឈ្មោះរបស់គេបានទៀតទេហើយពិភពបាល់ទាត់គឺវាព្រៃផ្សៃជាង ហើយខ្ញុំអត់មានគិតអញ្ចឹងទេពីព្រោះថាពួកគេទាំង12អ្នកនៅក្នុងចិត្តរបស់ខ្ញុំគឺជាអ្នកក្លាហានអស្ចារ្យដែលមានជីវិតអមតៈ តែលោកនៅក្មេងខ្លាំងណាស់ទោះបីជាឲ្យខ្ញុំស្លាប់ក៏ខ្ញុំមិនជឿថាលោកអាចចាំឈ្មោះគេដែរ លោកនិយាយអញ្ចឹងខុសហើយខ្ញុំខ្លាចលោកស្ដាយក្រោយអ្នកកូនសម្លាញ់ បាទដូច្នេះរៀបរាប់ទៅមើល បាទអញ្ចឹងគួយស្ងៀមអស់លោកអ្នកនាងកញ្ញាទាំងឡាយគួរពិសេសរបស់ខាម៉ៃលិនដែលជាខ្លាកំណែក្នុងទ្វីបអាហ្វ្រិកឆ្នាំ1990រួមមានកីឡាករពាក់អាវលេខ16ខ្សែប្រយុទ្ធឈ្មោះអិនខូណូពាក់លេខ2ឈ្មោះបេជីពាក់លេខ4ឈ្មោះម៉ាសិនពាក់លេខ5ឈ្មោះអេលវ៉ានីពាក់លេខ6ឈ្មោះខុនដឺពាក់លេខ7គឺអបបាយេពាក់លេខ8គឺម៉ាបាវពាក់លេខ10គឺម៉ាហ្វីតពាក់លេខ14គឺផាត់វ៉ៃពាក់លេខ17គឺនីឌីពាក់លេខ20គឺម៉ាក់ខៃតើខ្ញុំនិយាយចឹងត្រឹមត្រូវទេកូនសម្លាញ់ ល្អពិតជាអស្ចារ្យមែនមិត្តភក្តិរបស់នាងគឺដូចជាសភៅកំណត់ហេតុយ៉ាងចឹងនាងណែនាំខុសទេក៏ប៉ុន្តែឯងមានសមត្ថភាពមានការប្រត់ស្នៀនមួយទេនៅក្នុងចំណោមរឿងរ៉ាវទាំងឡាយហើយនិយាយរំលងគឺរំលងលើពួកអតិថិម្នាក់ពាក់ឲ្យលេខ9ឈ្មោះមីឡាដែលជាកិត្តិយសនៃក្រុមអាហ្វ្រិកជាកិត្តិយសនៃក្រុមបាល់ទាត់ពិភពលោកទៀតផងឯងភ្លេចហើយ ខុសហើយមិនមានខ្ញុំបាននិយាយច្បាស់ហើយថានៅក្នុងឆ្នាំ1990កីឡាជំរឿតាមច្បាប់ក្នុងក្រុមខេមឡុងនៃបាល់ទាត់អាហ្វ្រិកគឺមានតែ11អ្នកតែប៉ុណ្ណោះទេរីឯលពូមីឡានគ្រាន់តែជាកីឡាករទីបំរុងតែប៉ុណ្ណោះដូច្នេះហើយអ្នកដែលប្រហែលបំផុតគឺលោកនឹងហើយកូនសម្លាញ់ ខ្មាស់គេមែន ក្នុងទីលានបាល់ទាត់គឺមានការបោកប្រាស់គ្នាប្រើល្បិចបញ្ឆោតសត្រូវវាជារឿងធម្មតាទេមានអីត្រូវខ្មាស់គេនោះ ហើយមិនដឹងថាអ្នកទាំងពីរកំពុងនិយាយអីទេឥឡូវនេះគេថតភាពយន្តបុរាណមែនទេព្រឺព្រួយណាស់ ត្រូវហើយយើងនិយាយគ្នាយូរដល់ម្លឹងត្រូវហើយមិនតន់ដឹងថាលោកមានឈ្មោះអីនៅឡើយទេ ខ្ញុំមានតកលທາງដូចជាសម័យរាជការທາງអសរសៀមមានន័យថាតូចសុនមានន័យថាជោគជ័យជានិច្ចតើលោកឈ្មោះស្អីទៅ ខ្ញុំឈ្មោះលីងចុងហ្វូ សួស្ដីស្ដី ឆាកជីវិតមនុស្សកម្រមានអ្នកដែលស្កោះចិត្ត ជួបគ្នាកំងឿងឆ្ងល់ធ្លាប់ជួបគ្នាមិនដឹងថាខ្ញុំជាអ្នកណាព្រោះដឹងថាលោកគឺខ្ញុំគឺលោកសក់ទឹកភ្នែកជាថ្មីម្ដងទៀតធ្លាក់ខ្លួនដូចគ្នាធ្លាក់ខ្លួនដូចគ្នាជួបគ្នាស្គាល់គ្នារាប់អានគ្នាជាមិត្តចិត្តដឹងសួស្ដីតាទីហើយមានរកខ្ញុំឯកាយដឹង ហើយ មានកាយទៅនិយាយទៅ ខ្ញុំលោកហៅថាកុំឲ្យហៅខ្ញុំតាយទីអញ្ចឹង យកនេះឈ្មោះតាយទីមែន ការពិតនេះឈ្មោះ តើ តា លោកប្រាប់ខ្ញុំថាបើខ្ញុំមានពេលទំនេរខ្ញុំមកមើលលោកណាថ្ងៃនេះខ្ញុំនាំមិត្តភក្តិមក អូជាមិត្តភក្តិរបស់នាងណាតែឈ្មោះអីដែរទៅចំណាយខ្ញុំឈ្មោះខាងសេសុន ខ្ញុំឈ្មោះលីង សួស្ដី អត់ត្រូវហើយលោកនឹងជាពាក់ខ្ញុំ3យន់លោកថាពី3ថ្ងៃទៀតសងខ្ញុំនោះ គាត់មែនចាំមកផ្លាច់អញ្ចឹង ខ្ញុំនិយាយឲ្យថាគាត់ចូលចិត្តបាល់ទាត់ណារឿងអីក៏ដោយឲ្យតែមានតាក់ទងក្នុងរឿងបាល់ទាត់នោះគឺចាំបាត់ទាំងអស់បើខុសពីរឿងបាល់ទាត់នោះគាត់មិនចាំទេ មិនទេខ្ញុំនៅតែពេញចិត្តគេតែខ្ញុំចង់ដឹងថានៅក្នុងសក់ខ្លាំងៗរបស់គេតើមានលក្ខណៈអី មិនដឹងទេគ្មានអ្នកណាអាចដឹងទេប៉ុន្តែលើថានៅលើក្បាលគេនោះដូចជាមានរូបសាក់និយាយរួមរឿងនេះដូចជារឿងមួយនៅក្នុងចំណោមរឿងដែលស្មានមកដល់ទាំង7នៅក្នុងភូមិនេះ តែទីនាងបោកប្រាស់ខ្ញុំពេញថងហើយខ្ញុំបានសរសេរច្បាស់ហើយថានាងជាពាក់ខ្ញុំ3យន់ទេមិនខ្ញុំពាក់នាងទេ មិនក៏សរសេរក្នុងដៃអញ្ចឹង ដោយសារតែការចងចាំរបស់ខ្ញុំអន់ខ្ញុំខ្លាចសរសេរក្នុងសៀវភៅហើយខ្លាចភ្លេចហើយសរសេរហើយមិនដឹងយកទុកនៅកន្លែងណាដូច្នេះសរសេរលើដៃគឺខ្ញុំចាំច្បាស់ណា អូខ្ញុំដឹងហើយអញ្ចឹងលើក្បាលរបស់លោកប្រកាសជាសរសេររឿងអ្វីដែលលោកភ្លេចហ៎ ហើយកុំភ្លេចណា សន្ទុះមិនអីទេព្រោះលោកចេះតតបាទ ត្រូវហើយគេចេះតាត់បាល់ម្យ៉ាងទៀតប្រកែណាខ្ញុំបានឃើញនៅផ្ទាល់ប៉ុន្តែគេមានបញ្ហាធ្ងន់ធ្ងរមួយ បញ្ហាអីទៅ គេមិនអាចតាត់បានទេ ហេតុអី ណែពីព្រោះអើយអ្វីក៏បានទុកថាគេជាមនុស្សឡាប់បាត់ទៅហើយអ្នកណាថាបងខ្ញុំឡាប់ បងស្អី តែទីអញចង់ងាប់ហ៎អញនាំអ្នកណាមកគេថាបងយើងឡាប់ផងអីពួកគេមានធ្វើបាបអញទេ គេគ្រាន់តែនាំមិត្តភក្តិរបស់គេមើលខ្ញុំតាខ្ញុំយកមកហូបតែក្នុងផ្ទះហ្នឹងបងមក ណែគឺ គឺនាងនឹងហើយ គឺស្អីកុំចង្អុលព្រាបណាស់ណា ទីបំផុតខ្ញុំរកនាងឃើញហើយតើ ហួយស្អីគេអ្នកដែលលោកដារកគឺគេហ៎មើលទៅលោកគួរតែពិនិត្យភ្នែកហើយអូឃើញហើយមិននេះនៅទីផ្សារលោកតាមខ្ញុំខ្ញុំរហូតមែនទេ ត្រូវហើយបើនិយាយការពិតវាដូចជាមិនសមទេតែបើខ្ញុំមិនធ្វើអញ្ចឹងទេខ្ញុំខ្លាចត្រូវស្ដាយក្រោយមួយជីវិតណាការពិតថ្ងៃមុនពេលដែលខ្ញុំបានឃើញនៅការដ្ឋាននាងចាត់ការតតអាអេសកាវ៉ាទ័រនោះខ្ញុំគិតថាដូចជាវេទនាណាក្នុងចិត្តរបស់ខ្ញុំតែខ្ញុំត្រឡប់មកដល់ផ្ទះវិញខ្ញុំដូចជានឹកនាងរហូតចិត្តតែគិតក្នុងចិត្តចេះតែលុតក្តុកក្តាក់ពេញមួយយប់ខ្ញុំដេកមិនលក់សោះហើយ បានខ្ញុំយល់ពីអារម្មណ៍របស់លោកហើយមិនអីទេណាអេលោកឈរយូរយ៉ាងនេះហើយអញ្ជើញអង្គុយទៅសិស្សណាឆាប់ចាត់ទឹកតែកូនស្វាមកគឺតែដែលទុកចោល10ឆ្នាំហើយគ្មានអ្នកណាផឹកទាត់តែសោះខ្ញុំទៅយកទៅក្រួយវិញ ជាធម្មតានាងចូលចិត្តអីខ្លះទៅ ជាធម្មតាហ៎ដូចជាសោតកំណាបតែកំណាបចាក់អាវរងាហើយនៅមានទៀតទេសភាពនៅបឹងនេះស្អាតខ្លាំងណាស់ប្រកាសជាជីកទូកដើរលេងសំសាន្តសប្បាយណាស់ ហើយចុះនៅមានរឿងអីទៀតទេ អូ
រឿងផ្សេងហ៎អូត្រូវហើយទៅទិញការ៉េមពីលោកអ៊ំហ្វូមកហូប អូ ខ្ញុំចូលចិត្តហូបស្ករទៀតផង ហើយចោចេះលេងទាត់បាល់ដែរទេ អូលេខបាល់ហ៎ ត្រូវហើយ បាល់យ៉ាងម៉េច គឺបាល់ទាត់ ហ្វុតបាល់ហ៎ ត្រូវហើយគឺបាល់ទាត់គឺជាកីឡាដែលគេស្រឡាញ់ទូទាំងពិភពលោកនេះតែម្ដងណាណែថ្ងៃមុនខ្ញុំបានឃើញជើងរបស់នាងគឺដូចជាជើងរបស់ក្រុម A យ៉ាងអញ្ចឹងគឺវាធំដូចជាជើងដំរីហើយយ៉ាបើសិនជាឲ្យនាងទៅទាត់បាល់វារឹតទៅអស់ចាស់ថែមទៀតបើសិនជានាងបិទមុខដូចជាប្រុសយ៉ាងអូទេខ្ញុំចង់និយាយថាមុខរបស់នាងបើសិនជាបិទទៅដូចជាប្រុសយ៉ាងអញ្ចឹងមិនមែនចង់ថានាងដូចប្រុសទេហើយការពិតខ្ញុំមិនចង់និយាយច្រើនទេខ្ញុំគ្រាន់តែចង់សួរនាងថាតើនាងចង់រកលុយទេ រកលុយយ៉ាងម៉េច រកលុយឲ្យបានច្រើនហ្នឹងណា រកច្រើនដល់វិធីណា គឺទាត់បាល់ ក្រុមបាល់ទាត់ស្រីទៅចាប់ផ្ដើមមិននឹងអាចរកប្រាក់បានច្រើនទៅ មែនហើយនាងទៅទាត់ជាមួយក្រុមផ្សេងនោះប្រកាសជាទៅទាត់ជាមួយនឹងក្រុមប្រុសហើយនាងបិទមុខហើយចេញទៅទាត់ទៅមិនចាំបាច់មានដាំទ្រូងស្អីទេគឺវាល្អតែខ្ចោះជើងរបស់នាងធំដូចជាដំរីអស់ចារួមទាំងវិជាគឺរបស់នាង ឡោះទៅតែ មិនក៏បាន មិនបានមិនទាត់ បាទបើនាងទាត់ទេខ្ញុំថាប្រុសនាង មិន ទា បា ត់ ន ហើយទៅ មិនបានទេបងខ្ញុំមិនចេះទាត់ទេ មិនចេះទាត់ស្អីមិនបាញ់មិនខ្ញុំមកឃើញវិជាគុណគេ អត់មានទេ អត់ស្អីខ្ញុំទាត់ភ្នែកខ្ញុំណា ឡោះទៅតែលោកបានឃើញទាត់ទេ វិ ស្អី ជា ទៅ គុណនេះប្រកែបងប្រុសនាងក៏បានដែរបើនាងមិនទាត់ទេបងប្រុសនាងទៅ មិនបានទាំងអស់ណាខ្ញុំមិនទាត់ខ្ញុំមិនទាត់និយាយទៀតទេបាច់ទេបាច់ទេបងហ៊ូនិយាយពីរឿងមិនទៅ ខ្ញុំភ្លេចបាត់ហើយ ណែមិញនេះខ្លាញ់លោកនិយាយថា ខ្ញុំភ្លេចបាត់ហើយនិយាយរឿងអី នៅរឿងទឹកចិត្តរបស់លោកណា ខ្ញុំអត់មានទេខ្ញុំនិយាយរឿងបាល់ទាត់ទៅ មិនមែនទេនិយាយពីរឿងនោះវិញទៅណា និយាយរឿងបាល់ទាត់វិញទៅ ខ្លាញ់មិញថាទឹកចិត្តលោក ខ្ញុំអាយុច្រើនពេកខ្ញុំភ្លេចអស់ទៅហើយចាំមែន